សូមស្វាគមន៍បងប្អូនមកកាន់កម្មវិធី Z Talk Podcast រដូវកាលទី1ក្នុងសប្តាហ៍នេះយើងមានភ្ញៀវពិសេសម្នាក់ទៀតហើយប៉ុន្តែក៏មិនមែនប្លែកមុខដែរគាត់ធ្លាប់បានចូលរួមជាមួយយើងកាលពីសប្តាហ៍កន្លងមកគឺនៅភាគមុនមកគឺបានចូលរួមជាមួយយើងជាមួយនឹង topic ដែលថាគាត់ត្រូវបោះបង់នៅក្តីសង្ឃឹមក្តីស្រមៃរបស់គាត់ចោលដើម្បីនឹងចាប់យកក្តីស្រមៃផ្សេងទៀតតែនៅក្នុងថ្ងៃនេះគាត់បានចូលមកជាមួយយើងដើម្បីនឹងចំណាយពេលជាមួយយើងដើម្បីនឹងនិយាយជាមួយនឹង topic មួយទៀតប្រធានបទថ្មីមួយទៀតដែលនិយាយអំពីការដែលគាត់ដោះស្រាយជាមួយនឹងជីវិតនៃការសិក្សារបស់គាត់ជាមួយនឹងពោពេញទៅដោយសម្ពាធចឹងកុំឲ្យខាតពេលយូរសូមចូលមកជួបគាត់ទាំងអស់គ្នាសូមស្វាគមន៍បងស្រីសួស្តីបងសួស្តីសូលីណាបងចាំឈ្មោះអនឯងអរគុណច្រើនបងប្អូនប្រកាសជាចាំដូចគ្នាអញ្ចឹងសម្រាប់បងប្អូនណាដែលមិនទាន់បានស្គាល់ឬក៏ទើបតែមើលក្នុងពាក្យនេះបងចង់ឲ្យសូលីណានៅក្នុងខ្លួនម្ដងទៀតថាឯងឈ្មោះអីហើយឥឡូវឯងរៀនឆ្នាំទីប្រហែលនៅក្នុងសាលាណាតែប៉ុណ្្នឹងទេអូខេសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំសូលីណាឈឹមមកពីភ្នំពេញហើយក៏សប្តាហ៍ថ្ងៃបានរៀននៅសាកលវិទ្យាល័យអន្តរជាតិ Asia Pacific ឆ្នាំទី2ផ្នែកគណនេយ្យឆ្នាំទី2 semester ទីប៉ុន្មាន semester ទី2បងអូខេបញ្ជាក់សិនពីព្រោះរឿងហ្នឹងអាចប៉ះពាល់ជាមួយ semester ផ្សេងៗគ្នាដែរចាបងអូខេអញ្ចឹងព្រោះយើងបានអង្គុយនិយាយគ្នាមុននឹងបន្តិចពីរឿងរបស់គាត់មួយចំនួនដែរយើងអាចដឹងខ្លះប៉ុន្តែមិនបានដឹងទាំងអស់ទេពីព្រោះគាត់បានប្រាប់ថាគាត់ចង់ឆ្លើយក្នុងកម្មវិធីវិញចាអូខេអញ្ចឹងសូមណាដូចសពមួយដងដែរបងចង់ឲ្យឯងសម្រួលខ្លួនកុំឲ្យ stress ពេករៀបចំខ្លួនឲ្យល្អមិនថាឲ្យល្អជាស្រ័យឲ្យសមរម្យប៉ុន្តែឲ្យមានខ្លួនឯងមានថាមាន comfortable ដែរឲ្យស្រួលក្នុងខ្លួននៅកាំងអង្គុយដែរបើសិនតែ mic នេះទៅខ្លាំងរុញទៅវិញទៅមកតាមអ្វីដែលឯងចង់បានអញ្ចឹងសំណួររបស់បងគឺដោយសារតែអនឯងកាលពីមុនមកយើងបាននិយាយអំពីការដែលអនឯងបោះបង់នៅក្តីសម័យរបស់អូនចង់ទៅរៀនខាងរចនាផ្ទៃខាងក្នុងរបស់អាគាររហូតមកឥឡូវមករៀនខាងគណនេយ្យឆ្នាំទី2 semester ទី2ហើយអញ្ចឹងសំណួរសួរថាតើឯងរៀននឹងមានសម្ពាធខ្លាំងហើយថាសម្ពាធនឹងកើតឡើងនៅពេលណាដែលឯងកំពុងតែរងសម្ពាធពីការសិក្សាហើយពេលជាមួយគ្នាអនឯងត្រូវដោះស្រាយបញ្ហាផ្ទាល់ខ្លួនដែរចាសម្រាប់ខ្ញុំតែសម្ពាធឲ្យតែយើងសិក្សាណាធម្មតាយើងតែងតែមានសម្ពាធតែសម្រាប់ខ្ញុំសម្ពាធដែលមានអារម្មណ៍ថាវាធ្ងន់ខ្លាំងគឺនៅឆ្នាំទី2ចាប់ផ្ដើមពី semester ទី1មកអញ្ចឹងឆមាសមុនចាឆមាសមុនដោយសារតែទី1គឺខ្ញុំខ្លាយទៅជាសមាជិកក្រុមប្រឹក្សានៃសាកលវិទ្យាល័យហ្នឹងហើយណាមួយខ្ញុំត្រូវតែបង្រៀនប្អូនដូចយើងមានត្រូវមានការងារប្រាក់កាក់បន្តិចបន្តួចនៅក្រៅម៉ោងដើម្បីផ្គត់ផ្គង់ជីវិតអញ្ចឹងដល់ពេលហើយទី3នោះគឺយើងជាសិស្សអាហារូបករណ៍អញ្ចឹងយើងត្រូវការធ្វើការ10ម៉ោងឬមួយក៏លើសនឹងដើម្បីឲ្យគេមើលឃើញថាយើងគឺជាសិស្សមួយដែលខំប្រឹងធ្វើការហើយខំប្រឹងរៀនទៀតហើយកត្តាទី4គឺខ្ញុំត្រូវការរៀនធ្វើម៉េចឲ្យបានបន្ទុកល្អដើម្បីផ្គាប់ចិត្តមិនមែនផ្គាប់ចិត្តទេដូចរបៀបថាធ្វើឲ្យគេដឹងថាយើងហ្នឹងជាសិស្សល្អសិស្សប៉ាកែមួយដើម្បីស័ក្តិសមនឹងទទួលយកអាហារូបករណ៍ដោយសារតា semester មិនមែន semester មុននេះអធិស្ឋានឆ្នាំមុនខ្ញុំបានបន្ទុកល្អទាំង semester ទី2ទាំងឆមាសទី1ឆមាសទី2ពេលខ្ញុំចូលឆ្នាំទី1សូមការតិចបន្ទុកនឹងអាចបញ្ចេញបានថាបន្ទុកបាន GPA ប្រហែលបន្ទុកខ្ញុំគឺ 4.0 តាំងពី semester ហើយបន្តទៀតចុះដល់ពេលខ្ញុំបាន 4.0 ចឹងអ្នកនៅជុំវិញខ្លួនបូកទាំងប៉ាម៉ាក់លោកគ្រូអ្នកគ្រូឬមួយក៏មិត្តភ័ក្តិបងប្អូនទាំងអស់គេគិតថាអូខ្ញុំនឹងប៉ាកែរៀនណាប៉ាកែធ្វើអីគ្រប់យ៉ាងអីចឹងតែគាត់អត់ទាន់ដឹងថាការយើងចូលទៅដល់ឆ្នាំទី2ឆមាសទី1ចាប់ដើមយើងមានភារកិច្ចជាច្រើនដែលត្រូវយើងធ្វើក្នុងពេលតែមួយអញ្ចឹងយើងអាចគ្រប់គ្រងពេលវេលាយើងឲ្យបានល្អបានទេដល់ពេលទៅនៅក្នុងឆមាសទី1ឆ្នាំទី2ហ្នឹងបន្ទុកខ្ញុំធ្លាក់ចុះដល់ពេលធ្លាក់ចុះអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថារត់តែសម្ពាធជាងមុនទៀតទេដល់ពេលយើងចូលឆមាសទី2ឆ្នាំទី2នេះទៅយើងអត់ដឹងថាតើយើងគួរចាប់មួយណាមុនបលែងមួយណាមុនធ្វើអីមុនយើងអត់ដឹងដោយសារតែវាច្រើនមុខពេកហើយណាមួយខ្ញុំកំពុងនៅក្នុងវ័យលូតលាស់ចឹងខ្ញុំអត់ដឹងថាតើខ្ញុំគួរតែធ្វើអីដើម្បីឲ្យស័ក្តិសមនឹងជីវិតខ្ញុំឬមួយក៏ដើររបៀបម៉េចការគ្រប់គ្រងរបៀបម៉េចអត់ទាន់ដឹងអរគុណច្រើន
Solena ដែលបានចែករំលែកជាមួយនឹងបញ្ហាដែលកំពុងជួបបងក៏ព្យាយាមយល់ពីបញ្ហាបងឯងប៉ុន្តែបងគាត់ថាបងជឿថាបងមិនអាចយល់ទាំងអស់ទេតែយើងនឹងសិក្សានឹងស្ដាប់សន្ទនាទៅមុខទៀតបងសូមលើកឡើងនៅរឿងមួយហ្នឹងគេការសិក្សារបស់ផ្នែកចិត្តវិទ្យាហើយយើងនឹងមកពិភាក្សាជាមួយគ្នាថាវាសមស្របអត់ការសិក្សារបស់ចិត្តវិទ្យាហ្នឹងបានលើកឡើងថានៅពេលដែលយើងរៀនណាយើងកំពុងតែ focus លើអ្វីមួយហើយយើងមានសម្ពាធពីខាងនេះខាងនោះមកហើយយើងគិតថាអូខេទោះបីជាយើងរៀនឲ្យទៅចប់ហើយអាបញ្ហាបែបផ្លូវចិត្តរបស់យើងបញ្ហាបែបសុខភាពរបស់យើងអត់ខ្វល់ទេចាំយើងទៅខ្វល់ពេលដែលយើងបានសញ្ញាបត្រមកប៉ុន្តែនៅក្នុងការសិក្សារបស់ផ្នែកចិត្តវិទ្យាហ្នឹងគឺគេបានរកឃើញថាការដែលយើងអត់ខ្វល់ពីរឿងហ្នឹងណាប៉ុន្តែដល់ពេលយើងរៀនចប់ហើយអាបញ្ហានៅតែតាមយើងរហូតអនឯងយល់ឃើញបែបហ្នឹងអត់អូខេសម្រាប់ខ្ញុំយល់ស្របតាមគាត់ដោយសារតែខ្ញុំមានបទពិសោធន៍ស្តៀងហ្នឹងដែរខ្ញុំអាចចែករំលែកបានដោយសារតែពេលខ្ញុំនៅឆ្នាំទី1ខ្ញុំអត់សូវមានការងារអីទេអញ្ចឹងរឿងទី1ដែលខ្ញុំធ្វើគឺរៀនហើយរៀនទៀតជួនកាលខ្ញុំរៀនរហូតដល់ម៉ោង3យប់ហើយងើបម៉ោង5ដើម្បីឲ្យបន្តការសិក្សាខ្ញុំដើម្បីស្អែកហ្នឹងប្រឡងដល់ពេលអញ្ចឹងទៅខ្ញុំឲ្យតែពេលប្រឡងខ្ញុំធ្វើអញ្ចឹងរហូតទេធ្វើម្ដងហើយម្ដងទៀតដល់ពេលថ្ងៃមួយហ្នឹងខ្ញុំនឹកឃើញថាមិនក៏ខ្ញុំមានអារម្មណ៍ថាហត់ខ្លាំងម៉េះដោយសារអីទៅដល់ថ្នាក់ងងុយគេងអត់បានស្ដាប់គ្រូបានអីមកដល់ផ្ទះងងុយគេងទៀតអត់បានធ្វើ homework ធ្វើអីទេដល់ពេលទៅមានអារម្មណ៍ថាហើយមិនក៏ខ្ញុំបែបហ្នឹងរដងមានកម្លាំងនៅក្នុងការរៀនក្នុងការដើរលេងមួយមិត្តភ័ក្តិនៅក្នុងការនិយាយស្ដីជាមួយចាស់ទុំលើកនេះគឺអត់មានកម្លាំងក្នុងខ្លួនតទៅសោះដល់ពេលអញ្ចឹងទៅខ្ញុំគិតថាហេតុអីបានខ្ញុំយកការសិក្សាគឺជាគោលចម្បងមួយដែលធ្វើឲ្យគេឃើញថាខ្ញុំហ្នឹងគឺជាមនុស្សជោគជ័យលើសជិះជាងសុខភាពខ្លួនឯងដល់ពេលអញ្ចឹងទៅបានចាប់ផ្ដើមគិតថាការគិតចឹងគឺអត់ល្អទេគឺវាខុសទាំងស្រុងដោយសារតែសុខភាពយើងគឺមានសារៈសំខាន់ជាខ្លាំងដើម្បីអីការសិក្សាមួយមុខគឺមិនមែនជាគោលដៅដ៏ធំមួយឬមួយក៏គោលដៅឲ្យវែងឆ្ងាយសុខភាពយើងដែលអាចបញ្ជូនយើងឲ្យទៅដល់គោលដៅយើងអូខេអរគុណច័ន្ទសុលេណាសម្រាប់ការបញ្ចេញមតិចំពោះគំនិតមួយនេះបងគិតថាទោះបីជាសុលេណាមិនបានរៀនចប់ក៏ដោយប៉ុន្តែសុលេណាបានឆ្លងកាត់មួយរយៈពេលខ្លីហើយអាចតេស្តមើលខ្លួនឯងថាខ្លួនឯងត្រូវមិនអាចត្រូវបន្តធ្វើបែបហ្នឹងទៀតទេពីព្រោះខ្លួនឯងកំពុងតែដាក់ទរណកម្មសុខភាពខ្លួនឯងអូខេអញ្ចឹងបងចង់ដឹងពីពេលមួយដែលសុលេណាមានសម្ពាធខ្លាំងពីរឿងផ្សេងប៉ុន្តែនៅក្នុងការសិក្សាគ្រូឬក៏បន្ទុករបស់យើងហ្នឹងគេអត់ខ្វល់ពីបន្ទុករបស់យើងដែលនៅមានជុំវិញខ្លួនទេតើសុលេណាដោះស្រាយបែបណាដែលមានបញ្ហាផ្ទាល់ខ្លួនផងហើយត្រូវតែរៀនឲ្យបានបន្ទុកខ្ពស់ទៀតតើមានបញ្ហាដោះស្រាយបែបណាដែរសម្រាប់ខ្ញុំគឺខ្ញុំជួបបញ្ហានេះគឺឥឡូវហ្នឹងហ្មងដោយសារតែខ្ញុំរៀន6មុខនៅក្នុងពេលឆមាសហ្នឹងហើយក៏មានកិច្ចការភារកិច្ចជាច្រើនដូចជាខ្ញុំធ្លាប់រៀបរាប់ពីដើមវីដេអូអញ្ចឹងដល់ពេលអញ្ចឹងទៅមួយថ្ងៃខ្ញុំអាចត្រូវខ្វីស3ដងដល់ពេលស្អែកឡើងខ្វីស3ដងទៀតចឹងកាស្អែកម្ដងទៀតខ្វីស2ដងទៀតអញ្ចឹងខ្ញុំរៀន4ថ្ងៃខ្វីសរាល់ថ្ងៃដល់ពេលទៅជួនកាលខ្ញុំអាចចែកម្លែកបានថាឥឡូវហ្នឹងខ្ញុំកំពុងតែធ្លាក់បន្ទុកដូចបាន1លើ10ជួនកាល5លើ10អញ្ចឹងវាបញ្ហាគោលចម្បងគឺការសិក្សានឹងតែម្ដងតែខ្ញុំប្រាប់ខ្លួនឯងថាអ្វីដែលយើងខំប្រឹងអស់ពីសមត្ថភាពគឺអស់តែហ្នឹងហើយមនុស្សយើងម្នាក់គិតថាយើងនឹងត្រូវតែធ្វើអ្វីមួយដើម្បីឲ្យឥតខ្ចោះហ្មងដូចយើងត្រូវបាន100រហូតហ្មងតែតាមពិតយើងត្រូវយកអាផ្នត់គំនិតអវិជ្ជមានហ្នឹងចេញដោយសារតែយើងមានកត្តាជាច្រើនមានបញ្ហាជាច្រើនមកអញ្ចឹងមិនមែនមានថាអ្វីទាំងអស់យើងធ្វើហ្នឹងគឺល្អឥតខ្ចោះទេអ្វីសំខាន់គឺយើងធ្វើចេញពីចិត្តអស់អត់ជួនកាលទោះបីយើងបានលទ្ធផលមិនល្អឬល្អឲ្យតែចេញពីចិត្តយើង
ហើយណាមួយគឺខ្ញុំបដោយទៅតាមដំណើរដោយសារតែយើងអាចចាប់មួយហើយចាប់មួយទៀតចាប់រឿងនេះហើយចាប់រឿងនេះឲ្យល្អឥតខ្ចោះអត់កើតទេអញ្ចឹងយើងទៅតាមដំណើរនេះអាចយើងបាន 50% ដំណើរនោះយើងអាច 70% ដំណើរនេះអាច 30% អាហ្នឹងគឺជាដំណើរនៃជីវិតឯងយើងអាចត្រូវចាប់ទាំងអស់បានទេយើងត្រូវចាប់មួយប្រឡែងមួយចាប់មួយប្រឡែងមួយ អូខេអរគុណច្រើននេះគឺជាបទពិសោធន៍ពិតរបស់សូលេណាដែលកំពុងជួបឥឡូវផងអឺពីព្រោះបញ្ហាបំណុលទាំងអស់គ្នាយើងតែងតែមានបញ្ហាផ្សេងៗគ្នាមែនអត់យើងមិនមែនមានមនុស្សទាំងម្នាក់ហ្នឹងអាចអ្នកខ្លះមករៀនអត់មានសម្ពាធអីទេសម្ពាធក្រៅពីគេរៀនគឺសុំលុយចាត់គ្រប់ម៉ែផ្ញើមកឲ្យគ្រប់រៀនទៅទៀតត្រឡប់មកសំណួររបស់យើងវិញសូណាដែលគិតអំពីការដែលប្រឈប់ការលូតលាស់របស់ខ្លួនឯងទេពីព្រោះយើងរៀនយើងដើម្បីលូតលាស់មែនអត់យើងត្រូវថារៀនហើយយើងមានអារម្មណ៍ថាមិនបាច់រៀនតទេគឺថារៀននឹងរៀនឲ្យតែយល់បានហើយព្រោះឥឡូវនឹងកំពុងតែមានបញ្ហាផ្លូវចិត្តខ្លាំងបញ្ហាសុខភាពខ្លាំងរៀនឲ្យតែជាប់មួយថ្នាក់ហ្នឹងសិនណាចាំ semester ក្រោយចាំរៀនឲ្យល្អវិញដែលមានបញ្ហាហ្នឹងអត់មានបងឆមាសមុនហ្នឹងឆមាសទី1ឆ្នាំទី2ហ្នឹងអញ្ចឹងរៀនឲ្យតែជាប់ខ្ញុំថារៀនឲ្យតែជាប់ការគិតការយល់ដឹងពីនៅក្នុងថ្នាក់ហ្នឹងយល់ពីសភៅឬមួយក៏អ្វីផ្សេងគឺទុកចោលម្លាយធ្វើម៉េចឲ្យតែយើងជាប់ទៅមុខបានដល់ពេលខ្ញុំគិតចឹងទៅឥឡូវខ្ញុំស្ដាយក្រោយដោយសារខ្ញុំគិតចឹងដោយសារតែថ្នាក់មួយគេចង់ឲ្យយើងរៀនអ្វីមួយហើយយើងយល់ដើម្បីឲ្យទៅរៀន course ផ្សេងទៀតតែដោយសារតែហ្នឹងហើយបងដូចភ្ជាប់ឧទាហរណ៍ថាខ្ញុំរៀនគណនេយ្យទីcourse ទី1ដល់ពេល course ទី2ត្រូវយកចំណេះដឹងហ្នឹងដើម្បីឲ្យគេទៅភ្ជាប់ជាមួយថ្នាក់ផ្សេងទៀតដើម្បីឲ្យយើងកណីបានតទៅទៀតចឹងទៅហ្នឹងហើយដល់ពេលខ្ញុំរៀនឲ្យតែបានចឹងទៅដល់ពេលខ្ញុំចូលអា course ទី2នេះខ្ញុំអត់យល់ដឹងអីសោះខ្ញុំនៅពីក្រោយគេឆ្ងាយខ្លាំងទៅធ្វើឲ្យខ្ញុំបាក់ទឹកចិត្តហើយណាមួយរៀនក៏រៀនអត់ចេះរៀនក៏អត់ចូលធ្វើអ្វីមួយក៏ធ្វើអត់បានគ្រប់គ្រងពេលវេលាអីក៏អត់បាននិយាយរួមធ្វើអ្វីក៏ដោយក៏ខ្ញុំធ្វើអីអត់ចេញដែរឧទាហរណ៍កាលពីមុនចឹងខ្ញុំប្រឹងតាមបន្តិចបន្តួចទេតែខ្ញុំបានអា result បានអាលទ្ធផលហ្នឹងគឺវាខ្ពស់គឺវាស្របទៅនឹងអ្វីដែលខ្ញុំចង់បានតែឥឡូវហ្នឹងទោះបីខ្ញុំប្រឹងប៉ុណ្ណាក៏ដោយក៏លទ្ធផលខ្ញុំគឺអត់ល្អដែរអញ្ចឹងយើងចាប់ដើម stress ហេតុតែត្រឡប់ទៅ semester ដែលអនឯងពិបាកជាងគេបងអស់មានបញ្ហាច្រើនបងចង់ដឹងថាតើអនឯងបានរៀនអីខ្លះពីឆមាសដែលអនឯងមានបញ្ហាខ្លាំងហ្នឹងតើអនឯងបានរៀនអីខ្លះហើយមេរៀនហ្នឹងបានបង្រៀនអនឯងអីខ្លះដើម្បីអនឯងខ្លះជាមនុស្សដែលជានិស្សិតមួយដែលមានអារម្មណ៍ថាខ្លួនឯងបានចាស់ទុំជាងមុនអូខេឥឡូវខ្ញុំសុំយកពេលខ្ញុំឆ្នាំទី2ហ្នឹងដែរតែឆមាសទី1ដោយសារពេលហ្នឹងគឺពិបាកខ្លាំងយើងនៅតែជាក្មេងដូចក្មេងលហកអត់ទាន់ដឹងថាតើយើងត្រូវធ្វើអីទេទៅពេលខ្ញុំជួបបញ្ហាហ្នឹងហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមានគំនិតចាស់ទុំជាងមុនខ្ញុំរឹងមាំជាងមុនពេលខ្ញុំទេទៅដល់ម៉ាក់ប៉ាឬមួយក៏សួរមិត្តភ័ក្តិលោកគ្រូអ្នកគ្រូអីឲ្យគាត់ជួយផ្ដល់យោបល់ចឹងទៅអ្វីដែលខ្ញុំត្រូវធ្វើគឺគ្រប់គ្រងពេលវេលាឲ្យបានល្អដោយសារតែយើងមានកិច្ចការងារច្រើនអញ្ចឹងឲ្យតែយើងគ្រប់គ្រងពេលវេលាយើងឲ្យបានល្អគឺអ្វីក៏ដោយវាមិនមែនទៅ smooth ក៏ទៅរលូនទាំងអស់ទេតែអ្វីក៏ដោយក៏វាទៅតាមដំណាក់កាលតាមហ្នឹងដែរអញ្ចឹងខ្ញុំគិតថាគ្រប់គ្រងពេលវេលាឲ្យបានល្អហើយទី2ខ្ញុំគិតថាអ្វីដែលសិស្សានុសិស្សទាំងអស់ឬមួយក៏យុវជនទាំងអស់គួរតែគិតនោះគឺការគេងឲ្យបានគ្រប់គ្រាន់ដោយសារតែភាគច្រើនពេលយើងចូលសកលទៅយើងចាប់ដើមគេងយប់ជ្រៅដូចហោម៉ោង1ម៉ោង3ហើយងើបជួនកាលយើងត្រូវងើបម៉ោង8ក៏ម៉ោង7អីចឹងទៅតែអាពេលម៉ោង1ម៉ោង3ហ្នឹងយើងត្រូវការគេងដើម្បីឲ្យខួរក្បាលយើងលូតលាស់តែដល់ពេលយើងយកអាពេលវេលាហ្នឹងទៅរៀនទៅលេងហ្គេមឬមួយក៏ទៅធ្វើអីចឹងទៅខួរក្បាលយើងលេងដំណើរការទៀតហើយអញ្ចឹងការគេងការគ្រប់គ្រងពេលវេលាហើយណាមួយគឺស្វ័យសិក្សារាល់ថ្ងៃពេលណាយើងស្វ័យសិក្សារាល់ថ្ងៃចឹងទៅធ្វើឲ្យយើងចងចាំបានយូរកាលពីមុនខ្ញុំមិនដែររំលឹកមេរៀនរាល់ថ្ងៃទេពេលខ្ញុំសុកចិត្តបុកពេលចិត្តប្រឡងចឹងណាដល់យប់ជ្រៅដល់អីចឹងទៅវាប៉ះពាល់ដល់ខ្ញុំខ្លាំងជាពិសេសសុខភាពហើយនិងផ្លូវចិត្តចឹងហើយបានខ្ញុំគិតថាកត្តា3ហ្នឹងហើយបើយើងអាចគ្រប់គ្រងវាបានល្អ
យើងអាចទៅមុខបាន អូខេសូមអរគុណច្រើនសម្រាប់ការចែកម្លែកអរគុណច្រើនសម្រាប់ការចែកម្លែកជាមួយយើងជាមួយបងដឹងថារឿងហ្នឹងគឺជារឿងផ្ទាល់ខ្លួនរបស់ឯងកំពុងតែរងសម្ពាធផ្ទាល់ខ្លួនពីព្រោះសូណាគឺជាមនុស្សដែលរៀនពូកែអ្នកផ្សេងគេមើលមកអូខេសូណាធ្លាប់រៀនបាន GPA 4.0 ខ្ពស់បំផុតរបស់សាលា2 semester ទី3ឆ្នាំទី2នេះចាប់ដើមធ្លាក់បន្ទុកហើយឯងប្រកាសជាដឹងថាឯងក្នុង semester នេះយើងអត់ដេញបន្ទុកតែឯងប្រកាសជាដឹងថាយើងបន្ទុកប៉ុណ្ណាមែនអត់ ត្រូវបង ប្រហែលអញ្ចឹងបងដឹងថារឿងនេះប្រហែលជារឿងដែលសិលណាធ្លាប់ស្ដាប់ហើយរឿងស្ដេចដាវីតព្រោះការពីឯងធ្វើការពីមុននិយាយអំពីក្តីសម័យបងប្អូនបងបាននិយាយអំពីស្ដេចដាវីតការស្ដេចដាវីតធ្វើជាស្ដេចហើយសាងសង់ពហិប៉ុន្តែបានសាងសង់ឯងតែថ្ងៃនេះបងចង់លើកនឹងរឿងមួយដែលរឿងនិយាយអំពីដាវីតដែរប៉ុន្តែជាដាវីតជាយុវជនការពីអត់ទាន់មានអីទាំងអស់ត្រឹមតែជាក្មេងម្នាក់ក្នុងគ្រួសារដាវីតក្នុងគ្រួសារហ្នឹងគឺសឹងតែគេមើលអត់ឃើញទេដោយសារតែបងប្អូនទាំងអស់គេធ្វើជាទាហានសម័យនោះទាហានគឺជាការងារដែលដែលគេឲ្យតម្លៃបរិសុទ្ធតែធ្វើជាទាហានប៉ុន្តែដាវីតគឺជាអីដឹងអត់ដាវីតជាក្មេងកំរៀលជាមឲ្យធ្វើជាក្មេងកំរៀលជាមធ្វើការងារនៅក្នុងហ្នឹងគឺគេអត់ខ្វល់តែធ្វើក្មេងកំរៀលជាមដាវីតរងសម្ពាធខ្លាំងចង់ឲ្យគេឃើញថាគាត់មានចិត្តក្លាហានប៉ុន្តែនៅក្នុងគ្រួសារគាត់ហ្នឹងគេមើលឃើញគាត់ថាគាត់ជាមនុស្សបែបណាគេថាគាត់មិនជាក្មេងកំរៀលជាមតែថ្ងៃមួយដាវីតចង់ខ្លាចទៅជាមនុស្សផ្សេងដទៃទៀតដែលអាចទៅធ្វើរឿងផ្សេងទៀតប៉ុន្តែមុនពេលដែលទៅដល់រឿងហ្នឹងដាវីតដោយសារតែគាត់ជាក្មេងកំរៀលជាមគាត់បានជួបរឿងមួយគឺគាត់ត្រូវតែការពារជាមរបស់គាត់ហ្នឹងពីសត្វតោព្រោះតោវាមកស៊ីជាមជាអាហារដាវីតក៏សម្លាប់តោនោះបានជួបបញ្ហាដូចគ្នាចឹងប៉ុន្តែតើបញ្ហានឹងបរៀនគាត់ឲ្យធ្វើអីគេវិញដោយសារតែគាត់មានចិត្តក្លាហានសម្រាប់តោគាត់ទៅបង្ហាញប្រាប់គេថាគាត់ធ្លាប់សម្លាប់តោគាត់ចិត្តក្លាហានរហូតដល់ការដែលគាត់សម្លាប់នឹងហើយគឺជាការដែលរៀបចំខ្លួនគាត់រហូតដល់គាត់បានសម្លាប់យៈកុលយាតដែលរហូតក្រោយមកគាត់បានខ្លាចទៅជាស្ដេចនៅក្រោយមកទៀតហ្នឹងជារឿងរបស់នឹងស្ដេចដាវីតបងចង់លើកទឹកចិត្តឲ្យសូលេណាឃើញថាការដែលសូលេណាឆ្លងកាត់នៅក្នុងជីវិតការសិក្សានេះនឹងមានរង្វាន់សម្រាប់សូលេណាថ្ងៃណាមួយពីព្រោះយើងដឹងថាយើងកំពុងរងសម្ពាធខ្លាំងពីនេះពីនោះមកយើងកំពុងតែឆ្លងកាត់ប៉ុន្តែបងដឹងថាសូលេណាកំពុងតែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃមែនអត់មែនបងអូខេឥឡូវមានអីចង់ផ្ដាំផ្ញើទស្សនិកជនមុននឹងបញ្ចប់ពីតវត្តខ្ញុំអត់មានមតិយោបល់អីជាច្រើនទេគ្រាន់តែចង់ឲ្យមនុស្សយើងម្នាក់ៗគិតថាទោះបីយើងមានកំហុសខុសឆ្គងក៏ដោយក៏យើងមិនមែនជាមនុស្សបរាជ័យដែរដោយសារតែកំហុសខុសឆ្គងទាំងអស់ហ្នឹងហើយដែលជាមេរៀនក៏ជាដំបូន្មានធ្វើឲ្យយើងរឹងមាំដល់ថ្ងៃអនាគតហើយណាមួយការធ្វើអ្វីមួយឲ្យល្អឥតខ្ចោះគឺមិនមែនជាគោលដៅនៅក្នុងជីវិតយើងទេយើងត្រូវតែមានកំហុសមួយដើម្បីឲ្យយើងដឹងថាអូលើកក្រោយយើងអាចរៀនសូត្រពីអានឹងបានលើកក្រោយយើងអាចធ្វើល្អជាងនឹងបានដើម្បីឲ្យយើងក្លាយជាបុគ្គលមួយដែលរឹងមាំក៏លូតលាស់ទៅដល់ថ្ងៃអនាគតអូខេអរគុណច្រើនសម្រាប់បងប្អូនដែលកំពុងតែស្ដាប់វីដេអូនេះមានអារម្មណ៍ថាវីដេអូនេះកំពុងតែប៉ះពាល់ផ្លូវចិត្តរបស់បងប្អូនឬក៏ស្តៀងជាមួយគ្នាដែលបងប្អូនកំពុងតែមានបងប្អូនឬក៏បងដែលកំពុងតែស្ដាប់នឹងថារឿងនេះស្តៀងនឹងខ្ញុំដែរមានសម្ពាធស្តៀងគ្នាព្រោះខ្ញុំតើតរៀនផងទៅធ្វើការផងព្រោះខ្ញុំដឹងថាបងប្អូនដែលរៀននៅក្នុងប្រទេសកម្ពុជាធ្វើការខ្លាំងជាងបងប្អូនដែលធ្វើការនេះទៀតពីព្រោះគាត់រៀនគាត់ធ្វើការពេញម៉ោងមិនមែនធ្វើការ part time ទេធ្វើការពេញម៉ោងពីច័ន្ទដល់សៅរ៍គាត់រៀនពេលយប់ឬក៏អ្នកខ្លះច័ន្ទសុក្ររៀនសិក្សាអាទិត្យគាត់ធ្វើការពេញម៉ោងព្រោះបុគ្គលិកហ្នឹងមិនមែនជាបុគ្គលិក part time ទេគាត់ full time បាទជា full time ហើយការរៀនក៏ជារៀន full time ដែរអញ្ចឹងបញ្ហាមានច្រើនសម្ពាធមានច្រើនប៉ុន្តែមានដំណោះស្រាយបើសិនជាបងប្អូនមានបញ្ហាបែបនោះសូមបងប្អូនអាច comment ជាមួយនឹងយើងជាមួយពាក្យថា emotion ខាងក្រោមនេះជាភាសាអង់គ្លេសខ្ញុំដាក់ខាងលើនេះហើយបងប្អូនខ្ញុំនឹងផ្ញើវីដេអូសៀវភៅមានចំណងជើងថាអាត់កំបាំងនៃអារម្មណ៍ទៅជូនបងប្អូនអរគ្នាដែលយើងបកប្រែចេញពីភាសាប្រេស៊ីលដោយអត់គិតថ្លៃត្រឡប់មកវិញសូណាខ្ញុំគិតថាយើងបានភាសាគ្នាច្រើនហើយជាមួយនឹងបទពិសោធន៍របស់ការសិក្សាបងប្អូន
ហើយក៏ដូចគ្នាដែរបងចង់ឃើញសូឡូណាឆ្លងកាត់នៅការសិក្សានេះឲ្យជោគជ័យហើយ2ឆ្នាំទៅមុខទៀតសូឡូណាបានទទួលនៅសញ្ញាបត្រចាប់ផ្ដើមការងារមួយដ៏ល្អហើយអនឡាញនឹងមើលឃើញត្រឡប់មកវិញថាខ្ញុំបានជំនះបញ្ហាមួយនឹងដោយភាពក្លាហានរបស់ខ្ញុំ ចាបង អូខេ អរគុណច្រើនបង អញ្ចឹងជាចុងក្រោយខ្ញុំជាមួយនឹងសូឡូណាសូមជម្រាបលាពុកម៉ែបងប្អូនតាមប៉ុណ្ណេះសិនបាយបាយ